មនុស្សជាច្រើនធ្លាប់ឃើញអ្នកប្រមូលទឹកឃ្មុំនៅឯព្រៃឡើងដើមឈើបែបនេះប៉ុន្តែបើមើលឲ្យចិត្តនឹងដឹងថាការងារនេះពិតជាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាបើរម្នាក់នេះបានឡើងដើមឈើកម្ពស់ជាង30ម៉ែត្រដោយជើងទទេគ្មានខ្សែសុវត្ថិភាពនិងត្រូវឃ្មុំរាប់រយក្បាលព័ទ្ធជុំវិញគាត់បានប្រុងប្រយ័ត្នចូលទៅចិត្តសម្បុកបោះឃ្មុំចេញរួចកាត់សម្បុកទាំងមូលចេញពីដើមឈើបន្ទាប់មកគាត់យកថង់ផ្លាស្ទិកមួយមកគ្របសម្បុកហើយបន្តដោះវាចេញយ៉ាងយឺតខណៈឃ្មុំនៅតែហើយជុំវិញគាត់ប៉ុន្តែគាត់នៅតែស្ងប់ស្ងាត់និងបន្តការងាររបស់ខ្លួនបន្ទាប់ពីយកសម្បុកចូលទៅក្នុងកាបូបស្ពាយរបស់ខ្លួនរួចគាត់ក៏ត្រូវប្រឈមមុខនឹងការងារដ៏ពិបាកមួយទៀតគឺចុះពីលើដើមឈើមកដីវិញហើយសូមចងចាំថាគាត់គ្មានខ្សែក្រវ៉ាត់ឬក៏ខ្សែទប់ការពារឡើយបើជំហានខុសតែមួយអាចធ្លាក់ពីកម្ពស់ដ៏ខ្ពស់នោះបានភ្លាមការប្រមូលទឹកឃ្មុំព្រៃបែបនេះគឺជាផ្នែកមួយនៃជីវភាពនៅតំបន់ជនបទកម្ពុជាមកជាច្រើនចំនួនមនុស្សធ្វើការងារនេះព្រោះទឹកឃ្មុំអាចយកទៅលក់ហើយសម្រាប់គ្រួសារមួយចំនួនបានក្លាយទៅជាប្រភពចំណូលដ៏សំខាន់ប៉ុន្តែការមើលការប្រមូលទឹកឃ្មុំពីលើដីគឺខុសគ្នាទាំងស្រុងពីការឡើងទៅឈរលើដើមឈើកម្ពស់រាប់សិបម៉ែត្រដូច្នេះលើកក្រោយពេលអ្នកឃើញទឹកឃ្មុំព្រៃដាក់លក់នៅផ្សារក្នុងស្រុកចូលចាំថាដបមួយនោះអាចចាប់ផ្ដើមពីមនុស្សម្នាក់ដែលត្រូវប្រថុយជីវិតនៅលើដើមឈើដ៏ខ្ពស់មួយ Boost Strong ឆ្ងាញ់រសជាតិដិតជ្រៅ